ឆ្លះស្លាប់លើស្វាងក្នុងដួងចិត្តបើបានស្ដាប់ធម៌កុំនេយាយនាំឲ្យរាយមាយថ្លៃកុំដិតពេលបាំងត្រជានាងនៅចិត្តគេស្ដាប់តពិតកើតទៅមកបើរួយស្រពន់ចុកដៃជើងត្រូវយើងតយទៅដំរងខ្នងកុំនេយាយគ្នាលើឆ្លើយឆ្លងអ្នកផងនៅណាអន្តរាយធទៅកើតជាមនុស្សក៏ថ្លង់ណែក្វាក់ក្វាន់ក្វងមិនបានល្អកើតមកម្ដងម្ដងដោយកំរគួរខំស្ដាប់ធម៌កុំងកងក់ហើយទៅគ្រប់រៀងរាល់ប្រាំឲ្យខ្លួនផុតបានរួចពេលនរកព្រោះយើងរាល់គ្នាបានលាមកភពនៅក្នុងភពអន្លង់បួនបើបានមកស្ដាប់ធម៌ទេសនាគ្រាន់បានបញ្ញាទាំងក្នុងខ្លួនយ៉ាងមានភពណាស់ទៅជួបជួនត្រូវស្ងួនរសាអាចអានងអីឡៅនេះយើងខ្ញុំនេះសាតក្រៃបបិទ្ធព្រះកន្ថ្លៃសូមនិមន្តប្រទេសនាអនុក្រប៉ុនបរិស័ទដែលជាប់ខានដោយមហាសូមកើតមានបញ្ញាប្រាកាត់នេះទេណាស
បរិស័ទយើងសូត្រធម៌នមស្ការព្រះរតនត្រ័យដាក់ក្នុងដួងចិត្តដោយសង្ខេបទាំងអស់អង្គទាំងអស់រូបទាំងអស់គ្នាទៀតណាសូមអនុមោទនីរីកេរិយានមស្ការថ្វាយមានដល់ព្រះដ៏មានដ៏ប្រសើរទ្រង់ត្រាដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គយេចពុទ្ធិហតៃតាចយេចពុនធាអនាគតាអហង្វន្តិមិសាមពតិយេចតហមិហតៃតាចយេចធម្មិចយេធម្មិអហង្វន្តិមិសាមពតិយេចសង្ឃេហតៃតាចយេចសង្ឃេអនាគតាអហង្វន្តិមិសាមពតិខ្ញុំសូមនមស្ការលើកហាត់ថាអនសេរស័យបងគុំគុណទាំង3ឲ្យបានដល់យើងខ្ញុំណាពេញពោសមាធិរាដោយចលសាធំទូលាយសូមឲ្យកុំចានបងក្តីអន្តរាយកុំបីមានដោយកំលាំងអនុភាពពុញ្ញលាជាប្រធានកំពុញ្ញដោយគុណអ្នកមស្ការត្រៃរតនាប្រសើរខ្ពស់សូមអានិសង្ឃដែលដល់ថានៅពៀនហងខ្ញុំសូមថ្វាយបង្គំឈ្មោះព្រះបរមមេចេតិយព្រមទាំងនិងមហាពោធិប្រឹងដែលគួរនឹងដោយលំអនលំអោនចិត្តបរិសុទ្ធលើកំបងអញ្ជលីនិងព្រះពុទ្ធរូបដែលឋិននៅក្រុមទីឋានានានោះទាំងអដោយដែលចេនៃគុណព្រះមានបុណ្យប្រសើរខ្ពស់សូមឲ្យខ្ញុំបានសងរួចចាតងផងទាំងឡាយសានត្រូវទួចិនឆ្ងាយសូមឲ្យคลายមកជាមិនយាមេត្រីថ្លៃវិសិនសូមបានឃើញធម៌ពិនសំដូចចិនប្រាថ្នាហងទុក្ខបតាចនទុក្ខភយាបតាចនភយាអន្តោសាពេបេបានេណោសាទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុំសូមឲ្យជាសានដែលដល់ហើយនៅភ័យសូមឲ្យជាសានបានភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យទៅហងអ្នកមការៈនុភាវេអ្នកហនថ្វាសាពេឧបានអន្តរាយាពេវិញ្ញាសន្តិសតោដោយអនុភាពនៃកិរិយាអ្នកមស្ការថ្វាយបង្គំសូមឲ្យកុំចានបងទាំងសេចក្តីអន្តរាយទាំងឡាយជាអនេកក៏ចូលឲ្យវិនាទៅកុំបីមានសេសឡើយសូមអនុមោទនីអ្នកមត្ថោ
រតនតយសាខ្ញុំព្រះម្ចាស់សូមនមស្ការឧទ្ទិសដៅចំពោះកូនកែវទាំង3ព្រះពុទ្ធព្រះធម៌ព្រះសង្ឃដោយសេចក្តីគោរពសូមនមស្ការចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងមន្ត្រីសង្ឃព្រះថេរានុថេរៈលោកម្ចាស់ព្រះគ្រូចៅអធិការវត្តស្រង់អង្គស្នោនៅភូមិបឹងឯគេទៀតបឹងភូមិបឹងឃុំស្រង់ស្រុកកងពិសីកំពង់ស្ពឺខ្ញុំកណានមស្ការដោយសេចក្តីគោរពហើយសូមនមស្ការលោកម្ចាស់គ្រូចៅអធិការវត្តដែលជាភ្នំស្រង់លោកម្ចាស់វត្តអង្គភេកដែលស្រឡាញ់រាប់អានខ្ញុំកណាបានអញ្ជើញខ្ញុំកណាជាមួយលោកគ្រូប្អូនជាសុមាលាមកកាន់រោងទិសឧត្តរឧត្តរៈហ្នឹងគឺទិសខាងជើងពីព្រោះកូនចាស់លោកកាន់នៅទិសឧត្តរកូនចាស់ដែលជាភ្នំស្រង់លោកម្ចាស់វត្តអង្គភេកដោយសេចក្តីស្រឡាញ់នមស្ការលោកម្ចាស់ខ្ញុំកណាខ្ញុំបាទដុងច័ន្ទនីសូមធ្វើកិរិយាកិច្ចភក្តីភាពដ៏ស្មោះស្ម័គ្រចំពោះលោកគ្រូប្អូនជាសុមាលាលោកគ្រូប្អូនលោកអាចារ្យក្មេងលោកគ្រូប្អូនអាចារ្យមានលោកគ្រូអាចារ្យគណៈកម្មការពុទ្ធបរិស័ទអាជ្ញាធរដែនដីមន្ត្រីរាជការអ្នកមុខអ្នកការស្មេស្មៀនប្រធានមន្ទីរនយោជកនយោជកបុគ្គលិកអ្នកលក់ចេញអ្នកទិញចូលអ្នកប្រមូលបស៊ីតាជីដូនជីសីលវ័នសីលវតីលោកតាអាចារ្យគណៈកម្មការប្រជាពុទ្ធបរិស័ទបងប្អូនប្រុសស្រីយុវជនយុវតីកុមារាកុមារីកម្មករកម្មការិនីជនរួមជាតិរួមសាសនាទាំងឡាយដែលបានគោរពអញ្ជើញមកចូលរួមបុណ្យបញ្ចុះខន្ធសីមានៅព្រះវិហារដ៏ស្រស់ស្អាតនៅថ្ងៃនេះជាថ្ងៃអង្គារថ្ងៃច័ន្ទ6កើតខ្នើតខែបកុនឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី3ខែមីនាឆ្នាំ2025ថ្ងៃនេះតាមគម្រោងមានការស្រឡាញ់រាប់អានពីព្រះគ្រូចៅអធិការវត្តអង្គភេកលោកម្ចាស់ដែលជាភ្នំស្រង់អញ្ជើញខ្ញុំកណាមួយលោកគ្រូប្អូនមាលាសម្ដែងធម៌នៅរោងទិសឧត្តរគឺទិសខាងជើងណម៉ោង8កន្លះព្រឹកឥឡូវម៉ោងប្រហែលហើយលោកគ្រូអាចារ្យមកដល់តាំងពីម៉ោង8កន្លះដឹងចាំប្រហែលម៉ោងហើយឥឡូវដូរពេលវេលាប៉ិនមានភ័ព្វសំណាងដែរបានមករោងកដាលមិនចឹងហ៎ពលរដ្ឋសាស្ត្រមានសំណាងល្អចាំប្រសងរាប់បាតរួចអាចារ្យគណៈកម្មការលោកម្ចាស់រោងទិសឧត្តរថាលោកគ្រូចាំសិនទៅប្រសងរាប់បាតរួចសិនចាំទេដល់ពេលប្រសងរួចឆាន់រួចឆាន់សិនឥឡូវឆាន់រួចហើយពុទ្ធបរិស័ទទទួលទានបាយរួចខ្ញុំកណាខ្ញុំក៏បញ្ញាប់ទៅខេត្តស្វាយរៀងឯណោះថ្ងៃហ្នឹងមានកិច្ចធុរៈចេញពីហ្នឹងទៅខេត្តស្វាយរៀងទៀតកណាសូមអធិស្ឋានសំដែងអត់បានយូរពុទ្ធបរិស័ទលោកយាយលោកតាសុខសប្បាយទាំងអស់គ្នាទេទានសុខសប្បាយភាសាបាយនៅហើយចឹងបានញញឹមស្រស់បាទជើញមកថ្ងៃនេះក៏សប្បាយទឹកមុខញញឹមព្រឹមព្រៃជើញចូលរួមកម្មវិធីបុណ្យបញ្ចុះខន្ធសីមាព្រះវិហារវត្តស្រង់អង្គស្នោនេះស្អាតណាស់ពុទ្ធបរិស័ទទាំងឡាយក្រោមការដឹកនាំដោយព្រះគ្រូចៅអធិការវត្តអង្គបឹងស្នោស្រង់អង្គស្នោមើលក្បូរក្បាច់រចនាណាសសក៏ក្បាច់ព្រះវិហារក៏គំនូក៏ផុសស្អាតណាស់កណាមើលពីផ្លូវខ្សែមួយមកគឺណាស្អាត
ស្កឹមស្កាយត្រដែតត្រសែតតាក់ទាញនៅនេត្រាក្រោមការដឹកនាំដោយព្រះគ្រូចៅអធិការវត្តរួមជាមួយលោកគ្រូអាចារ្យគណៈកម្មការទំរាំតែកសាងរួចអស់ប្រាក់មិនតិចទេមែនឬមិនមែនពុទ្ធបរិស័ទមែនអត់ជួនកាលលោកគ្រូអាចារ្យដឹងស្លាប់ប្រមាណតំណោហើយអាចារ្យខ្លះរំវត្តខ្លះនឹងចៅអធិការដឹងប្រមាណតំណតម្រាំតកសាងព្រះវិហារមួយរួចមិនងាយទេពុទ្ធបរិស័ទហើយថ្ងៃនេះយើងបានអញ្ជើញមកចូលរួមបុណ្យបញ្ចុះខន្ធសីមានេះព្រះវិហារដ៏ស្រស់ស្អាតខន្ធសីមាមូលហេតុអ្វីបានជាយើងត្រូវធ្វើបុណ្យបញ្ចុះខន្ធសីមាពីព្រោះសីមានៅក្នុងវត្តនេះគឺសីមាធំយើងធ្វើទៅជាខន្ធសីមាតូចងាយស្រួលប្រសង់ធ្វើសង្ឃកម្មមានឧបោសថកម្មកឋិនកម្មបវារណាកម្មនៅព្រះវិហារហ្នឹងគឺងាយស្រួលការបំពោះឧបសម្បទាកម្មជាដើមបានជាយើងត្រូវធ្វើបុណ្យបញ្ចុះខន្ធសីមាហើយអញ្ជើញមកក៏ដាក់រណ្ដៅទាំងប្រមាណរណ្ដៅយើងមានប្រមាណទិសពុទ្ធបរិស័ទលោកយាយលោកតាមានប្រមាណរណ្ដៅមានមូលហេតុអីបានយើងធ្វើ9រណ្ដៅគឺតំណាងឲ្យព្រះអរហន្តទាំង9អង្គពុទ្ធបរិស័ទចាំស្ដាប់ទៀតណាយើងធ្វើរណ្ដៅទាំង9យើងយល់អត្ថន័យបូជាទៅដល់ព្រះអរហន្តទាំង9អង្គព្រះអរហន្តហ្នឹងគឺលោកអស់កិលេសហើយលោភៈមូលចិត្ត8ដួងទោសៈមូលចិត្ត2ដួងមោហៈមូលចិត្ត2ដួងហ្នឹងគឺលោកលះបង់ទាំងអស់អកុសលចិត្តទាំង12ដួងហ្នឹងគេហៅថាព្រះអរហន្តភាសាព្រះអភិធម្មលោកអត់ចេះខឹងទេអត់ចេះលោភលួនទេអត់ចេះបចោអត់ចេះចំណែនអត់ចេះឈ្នានេះទេនឹងឯងគឺជាព្រះអរហន្តលះបង់លោភៈទោសៈមោហៈលោកបានដល់នៅចតុភូមិកធម៌គឺព្រះនិព្វានព្រះអរហន្តគឺលោកលះបង់នៅកិលេសវិវត្តដាក់គាមនីកុសលលែងវិលវល់នឹងហៅថាព្រះអរហន្តលោកលះបង់នៅអកុសលចិត្តទាំង12ដួងចេតសិកទាំង14ដួងមានមោទិកៈចេតសិកលោទិកៈចេតសិកតោចតុកៈចេតសិកថៃតុកៈចេតសិកឯកវិជ័យកច្ឆាចេតសិកហ្នឹងគឺលោកលះបង់បានទាំងអស់ហៅថាព្រះអរហន្តពុទ្ធបរិស័ទមើលនៅនេះឯណាទិសខាងកើតខាងនោះហ៎លោកអាចារ្យខាងកើតអ្នកដែលកាន់រងទិសខាងកើតភាសាបាលីថាទិសបោគឺទិសខាងកើតគឺយើងបូជាទៅដល់ព្រះកោដញ្ញៈព្រះអញ្ញាកោដញ្ញៈហ្នឹងគង់ជុំវិញព្រះសម្មាសម្ពុទ្ធព្រះអញ្ញាកោដញ្ញៈគង់នៅទិសខាងកើតលោកជាអ្នកត្រាស់ដឹងធម៌បន្ទាប់ពីព្រះសម្មាសម្ពុទ្ធអេតតកៈអ្នកដឹងនៅរាត្រីក្នុងចំណោមបញ្ចវគិភិក្ខុទាំង5នោះគង់ស្ដាប់ធម៌មានព្រះអញ្ញាកោដញ្ញៈអសជិវបៈផតយមហានាមមិនចឹងឯលោកគ្រូបងបញ្ចវគិហ្នឹងមានព្រះអញ្ញាកោដញ្ញៈនៅក្នុងហ្នឹងមួយអង្គជាអ្នកដឹងនៅរាត្រីត្រាស់ដឹងនៅធម៌មុនគេព្រះអង្គទៅប្រោះនៅព្រៃអិសិបតនមេកទាយវ័នហ្នឹងអញ្ចឹងបានជាយើងអីគេជីកដៅនៅទិសខាងកើតហ្នឹងគឺបូជាទៅដល់ព្រះអញ្ញាកោដញ្ញៈទិសបូចំណែកទិសទី2អ្នកដែលកាន់ទិសទី2គឺទិសអាគ្នេយ៍ទិសអាគ្នេយ៍ហ្នឹងគឺជ្រុងខាងកើតនិងជ្រុងខាងត្បូងទិសអាគ្នេយ៍ហ្នឹងគឺយើងបូជាទៅដល់ព្រះកស្សបៈព្រះអរហន្តដែរណាព្រះកស្សបៈជាសាវករបស់ព្រះសម្មាសម្ពុទ្ធកំពូលជាអ្នកខាងធ្វើធុដងលោកម្ចាស់អង្គណាបកាយធ្វើធុដងវិបស្សនាអញ្ចឹងទៅនៅមួយព្រះកស្សបៈ500ព្រះអង្គនិងព្រះកស្សបៈហ្នឹងគឺជាសាវករបស់ព្រះពុទ្ធព្រះអង្គគង់នៅទិសអាគ្នេយ៍ចំណែកទិសតសិនប្រែថាម៉េចទិសខាងអីលោកគ្រូអាចារ្យទ
តសិនគឺទិសខាងត្បូងទិសខាងត្បូងហ្នឹងគឺយើងបូជាទៅដល់ព្រះសិរីបុត្រកំពូលលើបញ្ញាសាវកស្ដាំរបស់ព្រះពុទ្ធអេតតកៈខាងបញ្ញាលោកម្ចាស់អង្គណាជំនន់ព្រះចូលចិត្តខាងបញ្ញាទៅនៅជាមួយព្រះសិរីបុត្រចឹងទៅទាំង500ព្រះអង្គពូកែខាងបញ្ញានឹងរណ្ដៅទិសខាងត្បូងចំណែករណ្ដៅទិសមួយទៀតគឺទិសនិរតីទិសនិរតីជ្រុងខាងណាជ្រុងខាងត្បូងនិងជ្រុងខាងលិចនឹងគេហៅទិសនិរតីទិសនិរតីហ្នឹងគឺជាព្រះអរហន្តព្រះឧបល័យឧបល័យហ្នឹងអេតតកៈជាអ្នកដោះស្រាយវិន័យព្រះពុទ្ធនៃយើងព្រះអង្គតែងតាំងព្រះឧបល័យអេតតកៈជាអ្នកចេះដឹងខាងវិន័យនៅក្នុងពុទ្ធសាសនាចឹងបានយើងសំដែងក្រេ3ប្រសងសំដែងមានព្រះកសបៈជាអ្នកសួរព្រះឧបល័យឆ្លើយព្រះវេនៃចំណែកព្រះអានន្ទឆ្លើយព្រះសូត្រនិងព្រះអភេធម្មព្រះឧបល័យហ្នឹងលោកពូកែណាពូកែអេតតកៈជាអ្នកដោះស្រាយនៅព្រះវិន័យដែលលោកគង់នៅទិសនិរតីពុទ្ធបរិស័ទចាំណាព្រះឧបល័យចំណែកទិសខាងលិចគឺទិសបច្ចឹមហ្នឹងគឺទិសខាងលិចអ្នកដែលកាន់ទិសខាងលិចគឺបូជាទៅដល់ព្រះអរហន្តគឺព្រះអានន្ទហ្នឹងទៅណាមកណាតាមព្រះជាប់ព្រះអង្គសម្ដែងធម៌ប៉ុណ្ណាអានន្ទចាំប៉ុណ្ណឹងព្រះអង្គសម្ដែងធម៌ប៉ុណ្ណាអានន្ទចាំប៉ុណ្ណឹងអស្ចារ្យឬមិនអស្ចារ្យលោកយាយលោកតាអស្ចារ្យទេតិចលោកគ្រូដុងច័ន្ទនេះនិយាយធម៌ទៅពុទ្ធបរិស័ទចាំអស់អត់មើលទៅចាំខ្លះអត់ខ្លះតែព្រះអានន្ទណាអ្នកណាដែលបូជាទិសរណ្ដៅទិសខាងលិចបច្ចឹមយើងរំលឹកទៅដល់ព្រះអានន្ទសបោបញ្ញាហើយអានន្ទនឹងទៅណាមកណាតាមព្រះជាប់អញ្ចឹងបានព្រះអង្គចិត្តបរិណិព្វានអានន្ទកាលហ្នឹងមិនតាន់ជាព្រះអរហន្តទេយកមកយើងមានទំនួញស្មូតថាឲ្យអានន្ទហើយមិនយូរឡើយព្រះទ្រង់ញៀនយាងចូលកាន់និព្វានចោលខ្ញុំអានន្ទហើយអញ្ចឹងទិសខាងលិចហ្នឹងគឺយើងបូជាទៅដល់ព្រះអរហន្តគឺព្រះអានន្ទចំណែកទិសពាយមហ្នឹងគឺជ្រុងខាងលិចនិងជ្រុងខាងជើងបូជាទៅដល់ព្រះខ្វាមកទិសពាយមចំណែកទិសឧត្តរទិសខាងជើងអ្នកដែលកាន់រងទិសខាងជើងហ្នឹងគឺយើងបូជាទៅដល់ព្រះមកអីទេមកកលៀនសាវកឆ្វេងរបស់ព្រះពុទ្ធបរិស័ទចាំព្រះមកកលៀនហ្នឹងលោកជាសាវកឆ្វេងបើរាល់ថ្ងៃគេហៅអីហៅគ្រូសូត្រឆ្វេងរបស់ព្រះចៅអធិការអញ្ចឹងគេប្រៀបចំណែកព្រះពុទ្ធប្រៀបដូចជាចៅអធិការវត្តអញ្ចឹងជំនាន់ព្រះអង្គប្រៀបអញ្ចឹងណាយើងប្រៀបចំណែកព្រះសិរីបុត្រហ្នឹងគឺសាវកស្ដាំរាល់ថ្ងៃប្រៀបដូចជាគ្រូសូត្រស្ដាំអញ្ចឹងរីឯព្រះមោគលានពុទ្ធបរិស័ទមើលយើងបូជាទិសឧត្តរហ្នឹងគឺទិសខាងជើងហ្នឹងបានសេចក្តីថាបូជាទៅដល់ព្រះមោគលានហ្នឹងលោកចង់ទៅឋាននរកភ្លាមចង់ទៅឋានសួគ៌ហោះទៅឋានសួគ៌ភ្លាមគេថាលោកទៅយ៉ាងម៉េចគេប្រៀបចេះដូចជាយើងបត់ដៃលាតទៅវិញដល់ផ្លឹបលឿនទេពុទ្ធបរិស័ទលឿនទេព្រះមោគលានណាលោកចង់ទៅនរកគ្រាន់តែយើងដូចយើងបត់ដៃហើយផ្លឹបលាតទៅវិញទៅដល់ឋាននរកណែលោកសំដែងរិទ្ធណាព្រះមោគលានអាចសំដែងរិទ្ធបើកក្រឡាមហាព្រឹត្តិពីរលោកសំដែងរិទ្ធពុទ្ធបរិស័ទមើលអាចសំដែងរិទ្ធឲ្យផែនដីនឹងប្រេះជាពីរអស្ចារ្យទេពុទ្ធបរិស័ទមើលឆ្លើយមើលអស្ចារ្យទេព្រះមោគលានឆ្លើយថាខាងនេះពុទ្ធបរិស័ទខាងនេះអស្ចារ្យទេព្រះមោគលានចង់ហោះទៅឋានសួគ៌ថ្ងៃមួយព្រះមោគលានហោះទៅឋានសួគ៌ឃើញស្រីទេពអប្សរម្នាក់ស្អាតណាស់ហើយសួរថាណែនាងស្រីទេពអប្សរហេតុអីបានជានាងមកកើតឋានសួគ៌មានរូបស្អាតថាទេលោកម្ចាស់ហើយខ្ញុំកណាមិនចង់ប្រាប់ទេប្រាប់អាត្មាតិចមកថាកាលដែលខ្ញុំនៅជាមនុស្ស
អត់សុំសិលអីទេគ្រាន់តែបំរើប្តីនិយាយល្អដាក់ប្តីខ្ញុំស្លាប់មកកើតឋានសួគ៌ស្រាប់បានទេពុទ្ធបរិស័ទលេងឆ្លើយអស់ហើយស្រាប់បានអត់គ្រាន់តែបំរើប្តីប៉ុណ្ណឹងណានិយាយល្អដាក់ប្តីបានមកកើតឋានសួគ៌ស្លាប់ពីមនុស្សលោកមកកើតឋានសួគ៌ចំណែកនាងទេពអប្សរទៀតព្រះមោគលានសួរមិនបានមកកើតឋានសួគ៌ថាខ្ញុំប្រកេនល្ងកាលដែលនៅជាមនុស្សនឹងប្រកេនក្របល្ងនាងស្រីទេពអប្សរនោះថាប្រកេនពោតនាងស្រីទេពអប្សរថាប្រកេនផ្លែល្ពៅស្រីទេពអប្សរម្នាក់ទៀតថាប្រកេនថ្នោតទៅដល់ភិក្ខុសង្ឃបានជាធ្វើឲ្យខ្ញុំមកកើតនៅក្នុងឋានសួគ៌ព្រះមោគលានទីបំផុតពុទ្ធបរិស័ទដឹងហើយប្រវត្តិព្រះមោគលានណាលោកអាចចេះហោះចេះហើរហេតុអីបានជាជីវិតចុងក្រោយរបស់លោកត្រូវចោល500សម្លាប់បានឆ្ងល់ទេពុទ្ធបរិស័ទឆ្ងល់ទេមិនឆ្លើយមើលចោល500ទៅសម្លាប់លោកសម្លាប់ប្រសង់ព្រះមោគលានវាយលោកក៏ពិតដូចជ័យជាអញ្ចឹងព្រះមោគលានសពថ្ងៃបើមាននរណាមកសម្លាប់ប្រសង់ល្បីទេមិនឆ្លើយមើលល្បីហ៎បីតាមប្រព័ន្ធ Facebook YouTube ព្រះមោគលានចោល500នាក់ច្រើនឬតិច500នាក់500នាក់ណាទៅសម្លាប់ព្រះមោគលានពួកនេះគ្រូនហ្នឹងគេចំណែនគេថាស្អីទេសាសនាពុទ្ធបើຕົកព្រះមោគលានឲ្យនៅណានាំតែគេធ្វើបុណ្យមួយពុទ្ធសាសនាពីព្រោះព្រះមោគលានបន្តិចសំដែងរិទ្ធជ្រែកផែនដីឲ្យគេឃើញនរកបន្តិចទៅសំដែងរិទ្ធឲ្យមនុស្សឃើញទេវតាអញ្ចឹងនាំឲ្យគេហ្នឹងអត់ជ្រះថ្លាជាមួយយើងទេទៅជ្រះថ្លាជាមួយពុទ្ធសាសនាអញ្ចឹងទុកក៏មិនអីទុកមិនចំណេញដកចេញក៏មិនចំណែនចំណែនណាសាវកឆ្វេងរបស់ព្រះពួកនិក្រនអន្តរថៃជួលពួកអ្នកលេង500ហ្នឹងទៅសម្លាប់ព្រះមោគលានពុទ្ធបរិស័ទមើលនឹងជំនាន់ព្រះអ្នកចំណែនភិក្ខុសង្ឃហ្នឹងសម្លាប់ព្រះមោគលានចោលទុកធ្វើអីទុកទៅនាំតែគេជ្រះថ្លានៅក្នុងពុទ្ធសាសនាលេងធ្វើបុណ្យជាមួយក្រុមខ្លួនសាវកកំចាត់សាវកព្រះមួយចោលព្រះមោគលាន3ដងពុទ្ធបរិស័ទលោកពិចារណាមើលតាមពិតបើលោកចង់ហោះក៏បានដែរចោល10000នាក់ក៏សម្លាប់លោកអត់បានដែរពីព្រោះលោកអាចចេះជ្រែកដីក៏បានព្រះមោគលានណាមូលហេតុអីបានជាចោលសម្លាប់ដោយសារតែលោកពិចារណាកាលពីជាតិមុននោះធ្លាប់មានប្រពន្ធញុះញង់ឲ្យសម្លាប់ម៉ែឪខ្លួនឯងស្រាប់បានទេពុទ្ធបរិស័ទបានអត់ព្រះមោគលានធ្លាប់បានប្រពន្ធដេរថៃណាកាលពីជាតិមុននោះនាងប្រពន្ធនោះអត់ស្រឡាញ់ម៉ែក្មេកឪក្មេកទៅញុះញង់ប្តីឲ្យសម្លាប់ម៉ែឪនោះអាប្តីនោះទៅជាអសស្រឡាញ់ប្រពន្ធជាងស្រឡាញ់ម៉ែខ្លួនឯងយកម៉ែឪខ្លួនឯងទៅសម្លាប់ចោលព្រះមោគលានពីជាតិមុនធ្លាប់សម្លាប់ម៉ែឪចឹងណាអញ្ចឹងបានកម្មរបស់លោកនេះកម្មរបស់លោកនេះជាតិចុងក្រោយលោកកាលពីជាតិនឹងធ្លាក់នរកច្រើនជាតិណាសោយទុកក្នុងអបាយភូមិជាចនកកម្មនឹងទៅសោយទុកក្នុងនរកដល់តែពេលជាតិចុងក្រោយមកកម្លាំងនៃកម្មជិះអត់ផុតទេទោះបីជាបានទៅជាព្រះអរហន្តហើយក៏ត្រូវចោលសម្លាប់ខ្ទេចដូចអាឡូកិនខ្នល់អញ្ចឹងយើងឃើញហ៎កិនចំអីគេចំកែបចំសัตว์អីគឺខ្ទេចក៏ពិតដូចជ័យជាអញ្ចឹងព្រះមោគលានលោកអត់តន់បរិនិព្វានទេលោកផ្សំគុំធាតលោកឆ្អឹងលោកហើយក៏លោកសូមព្រះពុទ្ធបរិនិព្វានទៅអញ្ចឹងយើងបូជាទិសខោដទិសខាងជើងហ្នឹងគឺបូជាទៅដល់ព្រះមោគលានសូមអនុមោទនានៅទិសណាមួយទៀតអត់ទិសឦសានអ្នកដែលកាន់ទិសឦសានបូជាឦសានទិសឦសានហ្នឹងគឺជ្រុងខាងជើងនិងជ្រុងខាងកើតហ្នឹងគេហៅថាទិសឦសានយើងទៅបែកឦសាននៅណា
នៅខាងរតនគិរីមណ្ឌលគិរីប៉ែកអេសានខេត្តព្រះវិហារទឹកជ្រោះប៊ូស្រាព្រះនិមិត្តអីចឹងទៅពុទ្ធបរិស័ទដែលបានទៅទិសឧត្តរហ្នឹងគឺយើងរំលឹកទៅដល់ព្រះមោគលានព្រះរាហុលស្គាល់រាហុលទេពុទ្ធបរិស័ទរាហុលជានរណារាហុលគឺបុត្រព្រះពុទ្ធកាលព្រះអង្គនៅជាក្រហមបុត្រព្រះអង្គអញ្ចឹងយើងរំលឹកបើកឲ្យលឺតិចអូនយើងរំលឹកទៅដល់រាហុលហ្នឹងគឺព្រះអរហន្តមួយរូបជាបុត្ររបស់ព្រះសម្មាសម្ពុទ្ធទេណាសូមអនុមោទនាឥឡូវនេះសូមគោរពអញ្ជើញខ្ញុំកណាចូលរួមខ្ញុំបាទចូលរួមបរិយាយពីរឿងរណ្ដៅទាំង8ចំណែករណ្ដៅអិនតកិលគឺរណ្ដៅកដាលហ្នឹងគឺយើងបូជាដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅកដាលនរណាដែលកាន់ទិសកដាលគឺយើងបូជាទៅដល់ព្រះពុទ្ធសូមអនុមោទនាលោកគ្រូប្អូនចាប់អារម្មណ៍រឿងបុណ្យបញ្ចុះខណ្ឌសីមានឹងយ៉ាងណានៅវត្តអង្គស្នោស្រង់អង្គស្នោស្រុកកងពិសីខេត្តកំពង់ស្ពឺសូមលោកគ្រូប្អូនចូលរួមហើយបញ្ចប់នៅពធនៅក្នុងឱកាសវេលាគ្រានេះទៀតណាសូមគោរពអញ្ជើញអនុមោទនាខ្ញុំប្រកាសរណាសូមនមស្ការថ្វាយបង្គំចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពខ្ញុំប្រកាសរណាសូមក្រាបថ្វាយបង្គំលោកម្ចាស់គ្រប់ព្រះអង្គព្រះសង្ឃគង់ជាព្រះអធិបតីនៃព្រះពុទ្ធសាសនាក្នុងព្រះអារាមនេះដោយសេចក្តីគោរពសូមក្រាបថ្វាយបង្គំលោកម្ចាស់គ្រូប្រជាអធិការវត្តបញ្ចុះខណ្ឌសីមានេះណាព្រះអង្គគ្រូទាំងសូមនមស្ការថ្វាយបង្គំដោយក្តីគោរពជ្រះថ្លាម្សង្ឃគ្រប់ព្រះអង្គសូមគោរពលោកគ្រូបងដងចន្ទនីអគ្គនាយកវត្ថុដងចន្ទនីបាទសិរីធរៈសទ្ធានុរៈកញ្ញាណមហាបាសកពុទ្ធសាសនូបត្ថម្ភបាទដោយសេចក្តីគោរពសូមគោរពលោកអាចារ្យលោកគណៈកម្មការពុទ្ធបរិស័ទគ្រប់រូបទាំងអស់និងលោកអាចារ្យលោកអាចារ្យបងមានបាទអញ្ជើញមកលើនៅក្នុងពេលនេះវេទិកាមហារោងហ្នឹងគឺថាជាស្នាក់ការកណ្ដាលហ្នឹងស្នាក់ការកណ្ដាលដូចជាស្នាក់ការកណ្ដាលហ្នឹងដូចជាទិសអន្តកិលដែរហ្នឹងហើយទិសអន្តកិលនឹងដែរទិសធំជាងគេទិសហ្នឹងណាទិសឧត្តរនោះទូចណាទិសឧត្តរនោះទូចម្ចាស់ទិសប្រគុណចាស់អញ្ជើញលោកគ្រូបងមកប្រទានធម៌ហ្នឹងគឺថារៀងទូចចង្អៀតបន្តិចក៏សុំមកទិសកដាលហ្នឹងមើលណាបានតលាយផុសគេជាប់ពហិស្អាតមែនតែនហើយលោកគ្រូបងឲ្យខ្ញុំចាប់អារម្មណ៍ពីរឿងបញ្ចុះខណ្ឌសីមាចំណុចចាប់អារម្មណ៍មួយខ្ញុំឃើញប៉ុន្តែមិញនេះតកតងពីរឿងរណ្ដៅសីមាមិញហ្នឹងមាន9ទិសហ្នឹង9ទិស9រណ្ដៅហ្នឹងហើយមានពាក់ព័ន្ធជាមួយនឹងព្រះវិន័យមួយចំណុចនោះទិសកដាលរណ្ដៅសីមាកដាលហ្នឹងកដាលគេហ្នឹងមិនមែនជាសីមាទេឃើញទេសីមាមិនមែនមកដាក់កដាលទេគឺសីមានៅសងខាងពហិ8ទិសហ្នឹងដែរសីមាមែនតែនបតកសីមាដែលលោកគ្រូបងមានប្រសាសន៍មិញហ្នឹងសម្រាប់ភិក្ខុសង្ឃលោកធ្វើនៅសង្ឃកម្មតែប៉ុន្តែរណ្ដៅកណ្ដាលហ្នឹងគឺហៅថាអន្តកិលឃើញទេដៅហ្នឹងប្រអិនមកជួបព្រះម្ដងគឺនៅតែកដាលគេទេប្រអិនណាទេណានឹងបានឈ្មោះថាអន្តកិលហ្នឹងឯងគឺប្រអិនហ្នឹងឯងមកស្គាល់ព្រះសម្មាសម្ពុទ្ធហ្នឹងមកថ្វាយបង្គំនៅកដាលបរិស័ទកណ្ដាលអីគឺប្រអិនហ្នឹងមកមិនដែលនៅគៀនគេទេហ្នឹងប្រអិនហ្នឹងបានបរិស័ទយើងរាល់ពេលធ្វើពហិជីករណ្ដៅដាក់កណ្ដាលគេហ្នឹងគឺថាតំណាងឲ្យប្រអិនហ្នឹងឯង
ណាគឺអត់ឲ្យមានសីមាអីនៅកណ្ដាលទេហ្នឹងមន័យមួយទៀតហើយចំណែកព្រះអរហន្តទាំង9អង្គមិញហ្នឹងកណ្ដាលគេហ្នឹងក៏ពិសេសទៅទៀតគឺជាទិសព្រះសម្មាសម្ពុទ្ធតែដែលលោកគ្រូបងលោកមានប្រសាសន៍អំបីមិញនេះអញ្ចឹងញាតិញោមអញ្ជើញមកថ្ងៃនេះបានទាំងបញ្ញាបានទាំងរិទ្ធបានទាំងអ្នកដឹងរាត្រីយូរនិងបានជាព្រះអរហន្តព្រះរាហុលអញ្ចឹងទៅគឺថាបាន9អង្គរាប់ទាំងព្រះសម្មាសម្ពុទ្ធដែលបានបូជានៅក្នុងគុណព្រះអរហន្តមួយន័យទៀតសម្រាប់ខ្ញុំបាទនេះចាប់អារម្មណ៍រឿងអ្នកមកបន់បច្ចុះសីមាហ្នឹងគឺជាបន់មួយនៅក្នុងព្រះវិន័យដោយបន់កឋិនអញ្ចឹងញាតិញោមអើយហ្នឹងហើយអ្នកមកដល់វគ្គខ្ញុំហ្នឹងណាភ្លៀងផ្គរខ្លាំងណាញាតិញោមណាលឺគ្រប់ទិសហ្មងបាទទាំងបារមីរិទ្ធខ្លាំងតិចខ្ញុំដាច់មីក្រូផងដាច់អីផងមកគ្រប់ទិសហើយក៏តិចខ្យល់ក៏ខ្យល់អាដែលមេឃក្តៅនោះក៏ក្តៅល្អទៅទៀតញោមណាសម្រានម៉ោងស្មាននេះរាល់ថ្ងៃម៉ោងស្មានហ្នឹងរាល់ថ្ងៃភាសាបាយរួចសម្រានតែថ្ងៃនេះភាសាបាយរួចបានស្ដាប់ពធណាបាទណែមួយចំណុចបុណ្យបញ្ចុះខណ្ឌសីមាហ្នឹងគឺជាបុណ្យក្នុងព្រះវិន័យណាបុណ្យនៅក្នុងព្រះវិន័យហ្នឹងជួយឲ្យញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាហ្នឹងគឺថាជាតិណាកើតមកជាមនុស្សចេះច្បាប់ចេះក្បួនចេះមានវិន័យនៅក្នុងខ្លួនវិន័យគ្រួសារក៏ចេះវិន័យជាប្តីគេក៏ចេះវិន័យជាប្រពន្ធគេនោះក៏ចេះវិន័យជាគ្រូបង្រៀនគេនោះក៏ចេះវិន័យជាសិស្សនោះសិស្សសានុសិស្សនោះក៏ចេះណាវិន័យជាប្រជាពលរដ្ឋល្អក្នុងប្រទេសជាតិនឹងក៏ចេះវិន័យជាអ្នកគ្រប់គ្រងគេនឹងក៏ចេះដោយសារអានិសង្ឃបុណ្យបញ្ចុះខណ្ឌសីមាសូមអនុមោទនាណាណែអើយសบายសំឡេងបាទបថយសលេងបន្តិចទៅទៀតណាបថយបន្តិចទៅក៏បាទហ្នឹងហើយសំឡេងខ្ញុំនឹងរៀងលឺឆ្វាចបន្តិចបើលោកគ្រូបងមានបាសព្រោះខ្ញុំនៅរឿងឆ្វាចមកដូចជាមិនចំលក្ខណៈបុរសអាម៉េចទេញាតិញោមបាទហើយតាំងកពិតហ្នឹងបុរសគ្រប់ទាំងអស់ញាតិញោមឈ្មោះជាសមាលាគេថាដូចស្រីតែក្មេងនេះញោមប្រុសទាំងអស់តាំងពីលើដល់ចុងជើងបាទវាគ្រាន់តែចកេះហ្នឹងវាជាប់ដែកតែប៉ុណ្្នឹងទេឬសូក្រេះក្រោះដែកចកេះបាទខ្ចៅពេញចកេះញោមហ្នឹងឥឡូវជាទានជាបុណ្យបញ្ចុះសីមាហ្នឹងបន្តទៅទៀតថាជាបុណ្យប្រព្រឹត្តទៅនៅក្នុងព្រះវិន័យបាទជាបុណ្យប្រព្រឹត្តទៅនៅក្នុងព្រះវិន័យអញ្ចឹងញាតិញោមបានអានិសង្ឃល្អអញ្ចឹងណាគឺថាជាតិណាកើតមកជាអ្នកចេះវិន័យចេះច្បាប់ចេះក្បួនអ្នកមានវិន័យខុសពីអ្នកអត់មានវិន័យក្នុងខ្លួនអ្នកមានវិន័យការអង្គុយរបស់អ្នកមានវិន័យខុសពីការអង្គុយរបស់អ្នកអត់វិន័យអ្នកមានវិន័យអង្គុយសមអង្គុយមានរបៀបឈរទៀតអ្នកមានវិន័យឈរគឺច្បាស់ឈរត្រង់ខ្លួនដងខ្លួនភ្លឹងអត់មានឈរផ្អៀងតលិចផ្អៀងតកើតទេញាតិញោមហ្នឹងហើយឈរសម្រាមទៀតអ្នកមានវិន័យមានច្បាប់ក្នុងខ្លួនសម្រាមមានរបៀបល្អញាតិញោមមិនមែនក្រែមួយសម្រាមតែឯងបលឹមឡើងធ្លាក់លើក្រែទៅទៀតបរះពេញហ្នឹងអត់មានវិន័យនៅក្នុងខ្លួនញាតិញោមខ្វះបុណ្យបញ្ចុះសីមាហ្នឹងគឺថាខ្វះវិន័យនៅក្នុងខ្លួនភាសាបាយទៀតអ្នកមានវិន័យគាត់ភាសាបាយញាតិញោមខុសពីអ្នកអត់វិន័យដាច់អត់មានលឺសំឡេងអត់មានលាន់ចានលាន់ស្លាបព្រីអត់មានលូកបន្លែលូកមហូបអីបច្រាស់ដៃគ្នាអីយ៉ាងម៉េចជាដើមអ្នកមានវិន័យគឺមានច្បាប់មានក្បួនក្នុងខ្លួនល្អណាស់ការស្លៀកពាក់អ្នកមានវិន័យក្នុងខ្លួនល្អមានសិលធម៌មានច្បាប់ល្អក្នុងខ្លួនហ្នឹងអាវក៏សមអាវខោច្បាស់ខោញាតិញោមសម្ពុតច្បាស់សម្ពុត
ពណ៌អាវពណ៌សម្ពុតស្លៀកពាក់ទៅតាមពេលវេលាទៅតាមកលៈទេសៈទៅតាមពិធីចូលវត្តចូលអារាមអញ្ចឹងមកបើកពិទូមកយកអាពណ៌ណាសខ្មៅមកវត្តហ្នឹងទៅកម្មវិធីណាគណៈមានវិន័យស្លៀកពាក់ត្រឹមត្រូវល្អម៉ត់ចត់ណាកម្មាពានាមើលនៅក្នុងមហារោងហ្នឹងស្នាក់ការកដាលហ្នឹងទិសឥណ្ឌកលហ្នឹងមានញោមម្នាក់ពានាកម្មាបជ្រះបាទនោះមិនញោមមួយនោះពានាកម្មាបជ្រះបាទដល់បែបមកលឿនពេកមិញហ្នឹងបាទណែខ្ញុំគ្រាន់តែនិយាយប៉ុណ្ណឹងយកដៃស្ទាបខ្លួនពេញរោងបាទដោយសារអីអត់ទុកចិត្តអញពានាខាងណាអញយើងនៅអត់ទុកចិត្តខ្លួនឯងច្រើនរឿងណាញាតិញោមមនុស្សយើងណាហ្នឹងហើយនិយាយប៉ុណ្ណឹងទៅញោមម្នាក់នោះគាត់ចង់ដូរទៅអាខាងខុសវិញបាទទៅហើយគាត់អត់ទុកចិត្តខ្លួនឯងអាខាងណាទេអញបាទមើលគ្រាន់តែប៉ុណ្ណឹងយើងអត់ទុកចិត្តខ្លួនយើងហើយញាតិញោមកន្លែងហ្នឹងចង់បញ្ជាក់ញាតិញោមជម្រាបបញ្ចូលបន្តិចថាលើលោកនេះមនុស្សដែលគួរឲ្យយើងទុកចិត្តហ្នឹងញាតិញោមអត់មានទេសូម្បីតែខ្លួនយើងម្នាក់នេះទុកចិត្តខ្លួនឯងធ្វើខ្លួនឯងម្នាក់នេះនៅមិនទាន់ទុកចិត្តខ្លួនឯងទេណាឥឡូវហ្នឹងនៅតែស្ទាបយកដៃស្ទាបឯងអញខាងណាអាស្ដាំហ្នឹងខាងណាអញហ្នឹងឃើញទេមានពេលខ្លះអត់ទុកចិត្តខ្លួនឯងអញ្ចឹងណាញោមអញ្ចឹងកុំសូវទុកចិត្តមនុស្សលើលោកណាគឺខ្លួនយើងហ្នឹងក៏យើងមិនគួរទុកចិត្តខ្លួនយើងផងទៅពីផ្ទះច្បាស់ណាស់តែអញមកជូរគ្រឿងហើយនឹងទៅដល់ផ្សារវិញវៃឆាទ្របឯណានោះឆ្កុយច្បាស់ណាស់ពីផ្ទះថាមកជូរគ្រឿងហើយដាក់លុយទៅណាដល់ទៅពេលចេញទៅដល់នោះឃើញទ្របល្អចេញឆាទ្របបាត់ចេញស្ងោមកបាត់ឃើញទេអត់ទុកចិត្តតែខ្លួនឯងនឹងមើលអត់ទុកចិត្តមានពេលខ្លះមានលុយមានកាក់អីអត់រៀនទុកខ្លួនទេព្រោះអីអត់ទុកចិត្តខ្លួនឯងណែមកវត្តហ្នឹងអត់មានយកលុយមកទាំងអស់ទេកបោបធំហ្នឹងយកមកតែពាក់កដាលអីទេញោមនៅទូដែកនៅទូហប់ឯផ្ទះហ្នឹងទុកនៅក្នុងខ្លះព្រោះអីអត់ទុកចិត្តខ្លួនឯងមកដល់វត្តបច្ចោះសីមាហ្នឹងចិត្តតែដាក់បាតលោកឃើញលោកច្រើនចិត្តតែជ្រះថ្លាដាក់អស់លីខ្ចីអ្នកមកជាមួយថែមទៀតញោមហេតុអីអត់ទុកចិត្តខ្លួនឯងទៅណាមកណាមិនហ៊ានយកលុយទៅច្រើនទេមែនតើណាបានខ្ញុំជម្រាបកន្លែងហ្នឹងថាមិនគួរឲ្យទុកចិត្តទេខ្លួនឯងសំបីតែខ្លួនឯងក៏មិនគួរឲ្យទុកចិត្តប្រមាណដែរណាញាតិញោមបានអ្នកដតីយើងទុកចិត្តខ្លះយើងមិនទុកចិត្តខ្លះទុកចិត្តខ្លួនឯងខ្លះហើយក៏កុំទុកចិត្តខ្លួនឯងនឹងសុបពេកដែរណាញាតិញោមណាងាកមករកកន្លែងយើងនេះវិញវិន័យបនបច្ចោះសីមាខ្ញុំបាទលោកគ្រូបងឲ្យចំណាប់អារម្មណ៍តាក់ទងពីសីមាបនបច្ចោះសីមាខ្ញុំចាប់អារម្មណ៍ហ្នឹងគឺថាទី1គឺជាបនគោរពព្រះអរហន្តទី2អានិសង្ឃបានពីបច្ចោះសីមាជាមនុស្សចេះវិន័យចេះក្បួនច្បាប់នៅក្នុងខ្លួនណានឹងអ្នកមានវិន័យការស្លៀកពាក់ការហូបចុកការដើរហើរគឺមានរបៀបរបបមានខ្នាតមានបែបផែនរបស់គាត់ល្អណាស់អ្នកមានវិន័យទៀតញាតិញោមហ្នឹងអ្នកមានវិន័យនឹងទៀតគឺថាតាំងពីពាក្យសម្ដីនិយាយគឺថារាប់ខបរៀបរយជាសម្ដីគួរឲ្យស្ដាប់ជាសម្ដីមានមុនមានក្រោយមានវគ្គមានឃ្លាពីសម្ដីពីរយៈទៅជ្រៅពីជ្រៅមករយៈល្មមឲ្យស្ដាប់យល់ស្ដាប់បានណាញាតិញោមហ្នឹងនិយាយទៅគឺស្ដាប់បានប៉ុន្តែនិយាយរឿងស្ដាប់បានហ្នឹងមេក្រូលឺឡងហ្នឹងមិនសូវលឺខ្លាំងដូចដែលយើងខ្សឹបទេណាញាតិញោមណាញាតិញោមតែរឿងខ្សឹបហ្នឹងកេះសួរទៅអាចេញស្អីគេហូយអញ្ចេះហូយអញ្ចោះហ្នឹងទៅកេះសួរដល់រហូតដល់ទឹះដល់ទៅមេក្រូនេះលោកអាចារ្យបងលោកអាចារ្យមានលោកមានប្រសាសន៍អីមិនសូវមានអ្នកស្ដាប់ប្រមាណទេញាតិញោមណាប៉ុន្តែរឿងខ្សឹបហ្នឹងរឿងក្រាន់បើលឺឆ្ងាយណាប៉ុណ្ណាហ្នឹងបាទអញ្ចឹងគឺថាមានច្បាប់មានវិន័យល្អនៅក្នុងខ្លួនអានិសង្ឃបច្ចោះសីមាព្រោះជាបុណ្យប្រព្រឹត្តទៅក្នុងទានព្រះវិន័យបាទហ្នឹងប៉ុណ្ណឹងហើយបើពិសង្ឃអ្នកបួសវិញញាតិញោមណាប្រសង្ឃលោកមានវិន័យល្អក្រិតក្រមរបស់លោកនឹងជាប្រសង្ឃដែលមានវិន័យមើលការពីក្រងស្បង់នឹងឯងខ្លុំស្លៀកស្បង់ជីវរខ្លុំក្រងហ្នឹងមានរបៀបល្អអាហ្នឹងគឺប្រសង្ឃលោកមានវិន័យល្អអញ្ចឹងហើយមួយទៀតអានិសង្ឃរបស់បច្ចុប្បន្នខណ្ឌសីមាជាប់តាក់ទងអំពីព្រំដីញាតិញោមសពថ្ងៃនេះសម្បូរ
អ្នកដែលមានចំនួនរឿងព្រំដីបាទព្រំដីព្រំសីមាប្លង់ដីប្លង់ផ្ទះប្លង់រឹងប្លង់ទុនឃើញទេរបងផ្ទះឬក៏ភ្លឺស្រែអីចេះតែខិតចូលខាងយើងខាងគេរបងផ្ទះចេះតែដើររបងវាមានជើងដើរអីចឹងទៅចេះតែមានបញ្ហារឿងព្រំដីរឿងប្លង់អីចឹងវិជាតិមុនមកអត់បានធ្វើបន់បញ្ចុះសីមាញាតិញោមអត់មានខេត្តដែនខេត្តដែនមិនមែនខេត្តដែនទេខេត្តដែនអត់បានធ្វើបន់បញ្ចុះសីមាហ្នឹងមានបញ្ហាចឹងអ្នកធ្វើបន់បញ្ចុះសីមានេះជាតិណាបញ្ហារឿងគេយកដីយកធ្លីអត់មានទេញាតិញោមដីយើងច្បាស់ដីយើងប្លង់យើងច្បាស់ប្លង់យើងផ្ទះយើងច្បាស់ផ្ទះយើងអត់ណាមកធ្វើស៊ីយើងបានទេឃើញទេសូមអនុមោទនាបុណ្យបញ្ចុះសីមាសូត្រធម៌ជាមួយខ្ញុំមួយមកញោមហ៎បាទហើយមីក្រូហ្នឹងវាលឺល្អណាញោមណាលឺល្អមែនតែនសូមអរគុណបាទសូមឲ្យយើងទាំងឡាយសុខសប្បាយទាំងអង្គគ្នាកុំឲ្យមានរោគាសន្តានចូលខំប្រឹងប្រព្រឹត្តសាងសុចរិតធម៌ឲ្យបានសពថ្ងៃសាសនាមានទានសិលភាវនាកើតមកមានវាសនាខំរៀនសូត្រធម៌តនសាសនាបាត់យើងមិនស្គាល់ផ្លូវនឹងដើរទៅកាន់និព្វានទីសុខសាមសានលះបងបានចាកមន្តលបាទនឹងញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាខ្ញុំកណាខ្ញុំបានចូលរួមធម្មទានតាមការដ៏សមគួរហើយពុទ្ធបរិស័ទទាំងអស់ហើយលោកបានអញ្ជើញមកគ្រប់ទិសទាំងអស់ក្នុងនាមខ្ញុំកណាខ្ញុំបាទតំណាងឲ្យលោកគ្រូបងក្រុមការងារសូមអរគុណជាអនេកដល់លោកម្ចាស់អង្គគ្រូបច្ចេកការវត្តអង្គភេទនិងអង្គគ្រូនិមន្តមកពីវត្តនំស្រង់ក៏ដូចដែលចាស់នំស្រង់ដែលបានកាន់ទិសដល់ហៅអញ្ជើញគ្រប់គ្រូបងមកចូលរួមប្រទានធម៌បាទតាំងពីព្រឹកមកដល់ម៉ោង1ម៉ោង2នេះគឺថាសុទ្ធចិត្តមួយថ្ងៃពេញនៅវត្តនេះបាទវត្តមានលោកគ្រូបងអញ្ជើញចូលរួមជាកិត្តិយសហើយសូមចែកបុណ្យទៅដល់អ្នកតាមរំទិសទាំងអស់សូមបានចំណែកបុណ្យស្មើគ្នាឲ្យខ្ញុំសូមជូនសូមចែកបុណ្យមកវិញផងរាប់បាតប្រសងព្រឹកមិញហ្នឹងញោមណាបានប្រមាណអង្គព្រឹកមិញនោះ170 300អង្គសាធុកហ្នឹងហើយខ្ញុំប្រាប់ថាកុំឲ្យទុកចិត្តខ្លួនឯងគេណានឹង300អង្គដាក់ទៅគ្រប់300កញ្ចប់មីបាទណាដាក់ទៅឲ្យសេចក្តីជ្រះថ្លាណាអស់មីទៅដាក់បច្ច័យទៀតទៅញាតិញោមសบายចិត្តណាសบายចិត្តអ្នកស្លាប់ទៅមុនយើងនឹងអត់បានរាប់បាតទេណាអត់បានមកបញ្ចុះសីមាហ្នឹងទេណាហើយយើងនេះអត់ទាន់បានស្លាប់យើងនៅរស់យើងបាននៅធ្វើបុណ្យអញ្ចឹងសบายចិត្តទេបាទសบายចិត្តណាស់អ្នកងាប់អស់លីងគ្មានងើបមកដាក់បាតលោកអីទេអ្នកស្លាប់ណាស់ទេណានឹងអញ្ចឹងយើងនៅរស់ខំប្រឹងធ្វើបុណ្យឲ្យបានច្រើនហើយយើងបន្តិចទៀតយើងស្លាប់ហើយណាប្រយ័ត្នភ្លេចខ្លួនណាញាតិញោមអ្នកបន្តិចទៀតហ្នឹងយើងស្លាប់ទាំងអស់គ្នាហ្នឹងគ្រាន់តែមុនហើយក្រោយទេមើលណារៀងនៅញឹមស្រស់ហ្នឹងនៅរៀងយូររៀងជូហ្នឹងដូចមិនសូវស្រួលប្រហែលទេខ្ញុំជូហ្នឹងឈឺហ្នឹងអញ្ចឹងសូមតិចទាំងអស់គ្នាបាទមុននឹងយើងស្លាប់ទៅយើងសូមឲ្យបានបុណ្យនេះជាទីពឹងជាធនាគារដ៏ប្រសើរទុកដាក់ក្នុងចិត្តសន្តានក្នុងបេះដូងគ្រប់គ្នានៅថ្ងៃក្នុងការកសាងព្រះវិហារញាតិញោមទាំងអស់គ្នាបានកសាងហើយរាប់ប្រមាណ$1000000ទេមកព្រះវិហារមួយហ្នឹងមិនមែនតិច$1000000ទេ$30000ម្ចាស់ថ្លៃហើយ$30000ញោមអូយអស់ចាមែនតែនបានមើលពី
បើលោកគ្រូបងមើលពីផ្លូវជាតិមកឡើងស្កឹមស្កាយស្អាតណាហើយខ្ញុំស្អាតជាងគេស្អាតតុងដងតុងខ្ញុំដងតុងស្អាតដល់ហើយណាម្ចាស់ដងតុងនោះណាសដែតដណ្ដើមមកខ្ញុំសដែតមកបាទហ្នឹងកសាងសមិទ្ធផលកសាងព្រះវិហារកន្លែងប្រសង់ធ្វើនៅសង្ឃកម្មហើយលោកគ្រូបងខ្ញុំនេះកសាងកុដិប្រកេនលោកមួយនៅបាត់ដំបងខ្ញុំចូលស៊ីម៉ង់30តោនញាតិញោមណាច្រើនទេ30តោនហ្នឹងហើយមិនទាន់ចូលទេគាត់ថាគម្រោងថ្ងៃ22 23ខែហ្នឹងដឹកទៅដឹកស៊ីម៉ង់យកទៅហើយញាតិញោមណាបានឥឡូវទៅបានប្រហែលជា10តោនដល់ហើយទេយ៉ាងនៅសល់20តោនទៀតញោមណាហ្នឹងហើយស៊ីម៉ង់មកបាវ20000ទេញាតិញោមថោក20000ប្រាប់ឲ្យថាកុំឲ្យទុកចិត្តខ្លួនឯងមកដល់ថែមស៊ីម៉ង់មកទៀតហើយឃើញទេបានប៉ុនទៀតអញ្ជើញនេះញាតិញោមចូលកសាងកុដិប្រកេនលោកនៅ200អង្គ250អង្គអីជាងរៀននៅបាត់ដំបងលោករៀនតែអត់មានកុដិនៅកុដិមួយសឹង20 30អង្គក៏ជ្រៀតគ្នាញោមហើយបានលោកសក្រាចលោកកសាងកុដិចឹងអង្គគ្រូលោកគ្រូបណ្ឌិតបងលោកចូលរួម30តោនហើយសូមពញាតញោមទាំងអស់គ្នានឹងបានបដាហើយចឹងញាតិញោមចូលរួមជួយកសាងប្រកេនលោកជាតិក្រោយកើតមកមានផ្ទះនៅគេណាមានផ្ទះនៅគេកំនៅផ្ទះជួលកំនៅផ្ទះជាមួយម៉ែយូរពេកកើតមកយើងមានផ្ទះខ្លួនយើងនៅបានសេចក្តីសុខជាតិដានណាមានផ្ទះនៅគេណាញោមណាអានិសង្ឃមានផ្ទះនៅកសាងណែស៊ីម៉ង់កសាងកុដិប្រកេនប្រសង់ទាំងអស់គ្នាណាទេណានៅបាត់ដំបងថ្ងៃ22 23ខាងមុខនេះសូមអនុមោទនាមានប្រសាសន៍ខាងដើមមានប្រមាណប៉ុណ្ណេះខ្វះខាតយ៉ាងណាសូមគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទខន្តីអភ័យទោសជាចុងក្រោយប្រកេនពរដល់ប្របីតាសង្ឃព្រះគ្រូចាតិកាវត្តលោកអាចារ្យលោកគណៈកម្មការពុទ្ធបរិស័ទគ្រប់រោមទិសទាំងអស់ទាំងដែលបានអញ្ជើញមកសូមទទួលបានពរប្រសា5ប្រការទាំងគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីឃ្លៀងឃ្លាឡើយធុងសាធុងក្រន់តែបានលើធទេសនាខ្ញុំព្រះកាំងរណាមរេញរេក្រៃប៉ុន្តែគុណម្ចាស់សង្កែមកលៃតែមានអត្តន័យក្លំសាណាចង្ខនអង្គបងព្រះកណ្ណាតែពុំហ៊ានឡើយណាក៏ម្ចាស់ពីរងអ្វីម្ល៉េះចាំចាក់ច្បាស់តាមដែលការប្រាំងពុតមែនពុតអោព្រះគុណព្រះកាំងរណាសាវាំងសាំងស្ដាងដល់ប្រណិតវែងញែងសាច់ធំអពេលចិត្តបញ្ហាជីវិតរបស់
ប្រៀបដូចជាញារមែងកំស្កាងវាកំចាត់កៃលែងតណ្ហាអើយខ្ចាយបាត់មករសាយរសាត់រនពេលចិត្តសាធុសាធុព្រះកណ្ដាអីឡើចាប់មកសងស្ដាយពិនវេញ៉ែសាច់ធំអពេលចិត្តឲ្យចាញ់អាណិតកិនមេតាមានចិត្តអំភ័យនឹងសានដាបានឡើងឡើងកឹងសូមអនុមោទនា ทุกสาทุกปฏิยงขาเดตาตสาปตธรรมะตตังแมแมงธรรมเมยขาเดตาสาธรรมโมธรรมะตตังแมแมงสังเกยขาเดตาสังฆขะแม่ตตังแม่แมงจังปัจจัยได้ញាតិញោមពុទ្ធបរិស័ទស្រីប្រុសបានបូជានធម៌ទេសនាមានចំនួន40,000រៀលទៀតណាចឹងយើងអតិបុណ្យទាំងអស់គ្នាដែលក្តីជ្រះថ្លាការបំពេញនៅធម្មទាននេះទៀតណាអនុមោទនាអ៊ីទាំងវោធម្មទានណាងមេត្តាបេតោណាងញាតិណាងហោនតសុខេតាហោនតញាតយោយ៉ាងកេញចេកសលកម្មកាតាពាំងកេរិយ៉ាងមគ្គកាយយេនវិជ្ជាតិកាសេសុខតាំងកតាំងយេសន្តាសញ្ញេណោអធិយេចសត្តាយេណោកតាំងបញ្ញផលាំងមហង្សាពេភិកេវន្តតេយេតាំងកតាំងសវិតិតាំងតណ្ណបញ្ញផលាំងមយាយេឋានៈជានន្តទេវាកន្តវានវេតយងសាពេមយេសន្តាជីវន្តាអរហេតកាមណញ្ញងចណាងសាពេលផន្តមចេតសាតិសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីតង់ជាសានបានសេចក្តីតង់ទៅដែលដល់ហើយនៅភ័យសូមឲ្យសានបានភ័យទៅដែលដល់ហើយនៅសេចក្តីសោម
សានបានសេចក្តីសាងទៅអងសុំឲ្យព្រះពុទ្ធសាសនារឿងចម្រើនសូមឲ្យព្រះបញ្ញសាសនាផ្សាយទូទៅពេញសកលលោកសូមឲ្យលោកទាំងមូលបានប្រកបដោយសន្តិភាពព្រះសង្ឃមនីសម្បត្តិត្រង់ត្រាំងថាណាថេសន្តិបរាំងសុខាងពុំមានសេចក្តីសង្ដតេក្រៅអំពីសេចក្តីស្ងប់ឡាយសពសារកាជ្រះថ្លាត្រេកអរអនុមោទនាបុណ្យអនុមោទនាមហាកុសលក្តីជ្រះថ្លាការបំពេញគ្រប់គ្នាលោកអើយសូម